យមសិក្សាភាសាអង់គ្លេសទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកបាទពាក់ព័ន្ធជាមួយនឹងពាក្យសួរសុខទុក្ខបាទឬក៏ផ្ញើការសួរសុខទុក្ខក្តីនឹករលឹកទៅកាន់នរណាម្នាក់ឬក៏គ្រួសារអូខេអញ្ចឹងយើងគួរតែនិយាយបែបណាបាទអញ្ចឹងគឺពាក្យមានពាក្យមួយគឺពាក្យ give បូកនឹង regard បាទអញ្ចឹងពាក្យពីរនេះយើងបូកបញ្ចូលគ្នាគឺស្មើនឹងពាក្យថាផ្ញើការសួរសុខទុក្ខឬក្តីនឹករលឹកបាទតែមុនពេលដែលចូលទៅបញ្ចូលពាក្យនេះគឺខ្ញុំចង់បញ្យល់ឲ្យដាច់រវាងពាក្យ give បាទពាក្យ give នេះគឺជាទូទៅយើងបកថាអយបាទឬក៏ផ្ដល់អយបាទបើភាសានៅក្នុងលោកថាប្រគេនបាទឬក៏បាទបរិច្ចាគអូខេ give regard អូខេអញ្ចឹង give regard បានន័យថាការផ្ញើសួរសុខទុក្ខឬក្តីនឹករលឹកទៅកាន់គ្រួសារឬក៏ទៅកាន់នរណាម្នាក់បាទគាត់ថាយើងអត់ទាន់បានជួបគ្នាទេយើងបែកគ្នាយូរហើយប៉ុន្តែស្រាប់តែយើងឃើញជួបកូនឬក៏ជួបក្មួយដែលរស់នៅជិតគ្នានឹងបាទអញ្ចឹងយើងក៏ផ្ញើការនឹករលឹកការសួរសុខទុក្ខអំពីសុខភាពបាទនៅក្នុងគ្រួសារឬក៏ទៅកាន់មនុស្សដែលយើងធ្លាប់ស្គាល់បាទឥឡូវយើងចូលទៅឧទាហរណ៍អូខេឧទាហរណ៍គេដាក់ថា examples number 1 give her regards to all friends okay number 2 give my regards to your parents yeah number 3 give my regards to all beloveds okay អញ្ចឹងពាក្យឧទាហរណ៍នេះគឺយើងឧទាហរណ៍ថាទី1ខ្ញុំឬក៏ផ្ញើក្តីនឹករលឹករបស់នាងទៅកាន់បាទទៅកាន់មិត្តភ័ក្តិទាំងអស់បាទទី2គឺផ្ញើការនឹករលឹកសួរសុខទុក្ខរបស់ខ្ញុំទៅកាន់គ្រួសាររបស់អ្នកឪពុកម្ដាយរបស់អ្នកអូខេបាទមួយទៀតទី3គឺផ្ញើក្តីនឹករលឹកពីចម្ងាយបាទទៅកាន់អ្នកជាទីស្រឡាញ់បាទ beloveds ន័យថាអ្នកជាទីស្រឡាញ់ទាំងអស់okay yeah again had to say with these words okay number 1 give her regards to all friends number 2 give my regards to your parents number 3 give my regards to all beloveds okay yeah and the next one okay ឥឡូវយើងមកមើលអត្ថបទអំពី Jenny បាទគេថា Jenny tell me yeah please give her regards to her family are living at the countryside because of this year she does not visit home place she is busy working at her workplace her give regard gives to relative and friends too បាទអញ្ចឹង Jenny គាត់ប្រាប់ខ្ញុំបាទថាប្រាប់ផ្ញើការនឹករលឹកនោះគឺតាមខ្ញុំសូមផ្ញើក្តីនឹករលឹករបស់នាងទៅកាន់គ្រួសាររបស់នាងកំពុងនឹងរស់នៅបាទនៅជនបទពីព្រោះនៅឆ្នាំនេះនាងអត់បានទៅលេងផ្ទះនៅស្រុកកំណើតទេបាទ because she busy ដោយសារតែនាងគឺចុករវល់ធ្វើការនៅកន្លែងការងារបាទផ្ញើក្តីនឹករលឹករបស់នាងទៅកាន់សាច់ញាតិហើយនិងមិត្តភ័ក្តិទាំងអស់ផងដែរអូខេ again Jenny tells me please give her regards to her family are living at countryside because of this year she does not visit home place she busy working at her workplace her give regard gives to relative and friends too okay បាទអញ្ចឹងគឺពាក្យដែលបងប្អូនចង់ដឹងបាទពាក្យដែលយើងចង់ដឹងថាផ្ញើក្តីនឹករលឹកនិយាយជាភាសាអង់គ្លេសបែបណាបាទ
គឺពាក្យផ្ញើនិយាយបែបនេះ បាទយើងក៏អាចនិយាយបានមួយទៀតដែរដោយមិនចាំបាច់មាន possessive adjective បងប្អូនគ្រាន់តែយកពាក្យ give ហើយបូកជាមួយ regard តែម្ដងឧទាហរណ៍ថា give regard to all friends បាទផ្ញើក្តីនឹករលឹកទៅកាន់មិត្តភក្តិទាំងអស់គ្នា give regard to father and mother បាទផ្ញើក្តីនឹករលឹកទៅកាន់ពុកហើយនិងម៉ែ okay give regard to grandparents បាទផ្ញើក្តីនឹករលឹកទៅកាន់ជីដូននិងជីតាបាទអញ្ចឹងគឺពាក្យ regard បាទ give regard បានផ្ញើក្តីនឹករលឹកសួរសុខទុក្ខបាទនៅក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងទេហើយបើសិនបងប្អូនអ្នកដែលអត់ទាន់បាទមានឬក៏អត់ទាន់យល់ពីពាក្យអត់ទាន់ដឹងអំពីពាក្យថាផ្ញើក្តីសួរសុខទុក្ខឬក៏នឹករលឹកទៅកាន់អ្នកណាម្នាក់អញ្ចឹងអាចមើលនៅក្នុងវីដេអូនេះបានដើម្បីយើងយកទៅអនុវត្តនិយាយជារៀងរាល់ថ្ងៃអូខេអរគុណបាទ